Hello សួស្តីបងប្អូនទាំងអស់គ្នាបាទតោះថ្ងៃនេះទៅមើលសកម្មភាពបង្រៀនបួងសក់ចេញពីហាងតាវ៉ាន់សាឡនទាំងអស់គ្នាណាហ្នឹងហើយបួងសក់នេះនិយាយទៅវិធីបួងសក់នេះងាយស្រួលឯងបងប្អូនថ្ងៃនេះយើងមកចង់ប្រាប់ពីតិចនិចនៃការបួងសក់របៀបតសហុយបងប្អូនហ្នឹងហើយតោះទៅតាមដានទស្សនាទាំងអស់គ្នាជាដំបូងឡើយយើងចាប់សក់នឹងចងពាក់កណ្ដាលសិនហើយយើងកុំភ្លេចទុកដឺមីខាងមុខផងបងប្អូនបាទបន្ទាប់មកយើងក៏ចាប់ចងអាសក់ដែលយើងទុកហ្នឹងលើកឡើងមកយើងកុំភ្លេចបាញ់ស្ប្រៃយ៉ាងណាបងប្អូនបាទនេះបន្ទាប់មកយើងចងវាគូបចូលគ្នាចឹងមកយើងចងហើយយើងរឹតវារៀងតឹងមកបងប្អូនបាទបន្ទាប់មកយើងក៏ចូលដល់វគ្គនៅខាងមុខម្ដងយើងទាញវារៀងសសហុយចឹងមកមើលតែវីដេអូដែលខ្ញុំបានបង្ហាញហ្នឹងទៅយើងទាញមួយយើងបាញ់ស្ប្រៃយើងទាញមួយយើងបាញ់ស្ប្រៃមកដើម្បីឲ្យសក់យើងវាចេញលក្ខណៈហុយណាហ្នឹងហើយយើងទាញវារៀងចេញតែសចឹងមកបាទឥឡូវនេះយើងក៏ចូលទៅដល់ដឺមីម្ដងដឺមីបងប្អូនយើងទុកវាអញ្ចឹងហើយយើងគៀបកោះវាមកប្រមូលកូនសក់ទៅអស់យើងគៀបកោះវាអញ្ចឹងមើលមកហើបបានយើងគិតថាស័ក្តិសមហើយចាំយើងយកអាតាគៀបញ័នមកខ្ទាស់វាយករៀងឆ្នោតចឹងមកបាទហើយយើងមើលយើងលៃលកធ្វើម៉េចមើលមកស័ក្តិសមដឺមីគេមុខគេត្រូវទម្លាក់ប៉ុណ្ណាត្រូវយកប៉ុណ្ណាមើលយើងមើលលៃលកមកស្អាតហើយចាំយើងបាញ់ស្ប្រៃហើយយើងទម្លាក់អាកន្លែងដែលយើងខ្ទាស់មុននឹងមកយើងទម្លាក់ហើយយើងយកក្រាស់ចុងក្រាស់ហ្នឹងទាញវាដើម្បីឲ្យចេញតែសឆ្នោតចឹងបងប្អូនឃើញទេមើលតែវីដេអូដែលខ្ញុំបានបង្ហាញហ្នឹងទៅយើងទាញតែសទម្លាក់មកតាមលំដាប់លំដោយហើយយើងយកអាតាគៀបញ័រហ្នឹងខ្ទាស់ហើយដល់វគ្គខាងក្រោយវិញវគ្គខាងក្រោយហ្នឹងយើងគ្រាន់តែលមូលវាធ្វើម៉េចឲ្យចេញជាដុំដូចនំដូណាត់ចឹងណាបងប្អូនហ្នឹងហើយយើងខ្ទាស់តាគៀបសំខាន់ជាងគេគឺតាគៀបបងប្អូនយើងខ្ទាស់ធ្វើម៉េចឲ្យនឹងតាគៀបហ្នឹងណាយើងខ្ទាស់ធ្វើម៉េចនឹងឲ្យសក់យើងឆបងប្អូនយើងខ្ទាស់វាឲ្យ2 3តាគៀបមកដើម្បីឲ្យសក់យើងមានលំនឹងណាកុំឲ្យពេលដែលគេដើរទៅសក់យើងអង្គើសំខាន់ជាងគេគឺការខ្ទាស់តាគៀបហ្នឹងបងប្អូនហ្នឹងហើយហើយបន្ទាប់មកខ្ញុំចាក់នៅចំកណ្ដាលហ្នឹងមួយទៀតមកអញ្ចឹងសក់យើងវានឹងហើយយើងក៏រត់ទៅធ្វើអាផ្នែកខាងលើយើងទាញវាសសមកហុយមកឃើញទេបងប្អូនវាចេញជារង្វង់មួយមើលមកចេញជាឆ្នោតដែរបាទនិយាយទៅម៉ូតសក់យើងចិត្តរួចរាល់ហើយបន្ទាប់មកយើងមើលថាស្ទើរកន្លែងណាខ្វះខាតកន្លែងណាចាំយើងបន្ថែមយើងទាញបន្ថែមមកហើយយើងបាញ់ស្ប្រៃប្រហុយមកដើម្បីឲ្យអាកូនសក់តូចហ្នឹងវាទៅឲ្យអស់ហ្នឹងហើយម៉ូតសក់យើងគឺរួចរាល់ហើយបងប្អូនមិនដែរយើងមើលថាខ្វះខាតកន្លែងណាស្ទើរកន្លែងណាយើងទាញមកហ្នឹងហើយបងប្អូនរួចរាល់ហើយអរគុណបងប្អូននិយាយទៅម៉ូតសក់នេះគឺយើងធ្វើសម្រាប់ទៅញ៉ាំការជប់លៀងគ្រប់កណ្ដាលដីអានេះយើងអាចធ្វើបានហ្នឹងហើយបងប្អូនមានប៉ុណ្្នឹងឯងបាយជួបគ្នានៅវីដេអូក្រោយៗទៀតណាអរគុណសូមកុំភ្លេចជួយ like និងជួយ share ម្នាក់មួយផងណាបាយជួបគ្នានៅវីដេអូក្រោយទៀតបាយ